ឆ្នាំនេះគឺជាឆ្នាំមួយដែលយើងអាចនិយាយបានថាគឺជាឆ្នាំដែលសោកសៅខ្លាំងបំផុតពោរពេញទៅដោយទុក្ខសោកហើយវីដេអូនេះផងដែរគឺជាវីដេអូយប់ចុងក្រោយនៃឆ្នាំ2025សូមបោះចោលនៅរឿងអាក្រក់ទុក្ខសោកទាំងឡាយទាំងពួងនឹងឲ្យបោះចោលត្រឹមឆ្នាំ2025សង្ឃឹមថាឆ្នាំ2026គឺជួបតែរឿងល្អៗចូលមកក្នុងជីវិតសូមមិនសូមអ្វីច្រើនទេសូមឲ្យតែប្រទេសជាតិខ្ញុំមានសុខសន្តិភាពពេញលេញដូចមុនកុំឲ្យមានការឈ្លានពានពីអ្នកជិតខាងកុំឲ្យមានសង្គ្រាមមានអីនិយាយរួមទៅគឺមិនសូមអីច្រើនទេសូមឲ្យប្រទេសជាតិនឹងជួបសុខសន្តិភាពដូចដើមវិញប្រកបមុខរបរការងារស្រែចម្ការរៀងខ្លួនប្រជាជនទៅរស់នៅជួបជុំបងប្អូនជួបជុំគ្រួសារនៅផ្ទះទឹកសម្បែងវិញហើយយប់នេះផងដែរគឺជាយប់ថ្ងៃឆ្លងឆ្នាំសកលហើយកម្មវិធីនេះគឺមិនមានថាធ្វើកម្មវិធីអីធំដុំទេយើងគ្រាន់តែមកហូបអីជួបជុំគ្នានៅនឹងកន្លែងទំនប់95អញ្ចឹងណាហើយមកថ្ងៃនេះគឺមកជាមួយប្អូនបើនិយាយពីកលេចទៅមើលទេសភាពនៅទំនប់95នេះនិយាយថាតាមដងផ្លូវពោពេញទៅដោយធម្មជាតិនិយាយពីស្អាតអើយស្អាតនិយាយរួមទៅទំនប់95គឺជាកន្លែងរមណីយដ្ឋានមួយដ៏ពេញនិយមសម្រាប់អ្នកខេត្តព្រះវិហារជាពិសេសគឺថ្ងៃសម្រាកថ្ងៃសៅរ៍ថ្ងៃអាទិត្យនេះតែម្ដងបើសិនជាថ្ងៃច័ន្ទថ្ងៃអង្គារអីអត់សូវសម្បូរមនុស្សទេតែបើសិនជាថាដល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យគឺមនុស្សសម្បូរច្រើនគឺគេនិយមទៅលេងច្រើនកន្លែងនេះផងដែរវាមិនអស្ចារ្យអីណាស់ទេតែវាជាកន្លែងរមណីយដ្ឋានមួយដែលអ្នកខេត្តព្រះវិហារខ្ញុំនេះគេនិយមទៅលេងដូចជាទៅហូបអីជួបជុំគ្រួសារអង្គុយក្បែរមាត់ទឹកមើលជើងភ្នំមើលថ្ងៃលិចអីអញ្ចឹងណាអ្នកដែលចូលចិត្តទេសភាពបែប relax បែបទេសភាពព្រៃភ្នំក្បែរជើងភ្នំស្រូបយកខ្យល់អាកាសបរិសុទ្ធពោពេញទៅដោយធម្មជាតិមកទំនប់95នេះអត់ខុសទេហើយកន្លែងនេះផងដែរបើយើងមកតែឯងក៏អត់សប្បាយទេមកតែជួបជុំគ្រួសារជួបជុំបងប្អូនអញ្ចឹងណាបានសប្បាយហើយខ្ញុំមកថ្ងៃនេះគឺអត់មានគ្នាច្រើនទេមកតែ2 3នាក់ប្អូនទេកម្រងនេះគ្មានកម្រងថាមកដើរលេងដើរអីទេឡើងមកខេត្តក៏ជ្រុលតែមកហើយក៏អត់នៅមើលគេសិនទៅបើនិយាយពីពេលរាត្រីពេលយប់វិញនិយាយពីម្ហូបវិញសម្បូរបែបខ្លាំងតែម្ដងជាពិសេសគឺគ្រឿងក្លែមបើប្អូនខ្ញុំនេះវិញល្ងាអកះបើតែនឹងគ្នាប្តីពីអ្នកប្តីពាន់នេះគឺហូបទៅកកឈូសខ្ញុំយប់នេះគឺអត់បានហូបអីទេដើរត្រឹមតែមកដើរមើលគេទេអត់មានបានមកហូបអីច្រើនទេដល់ពេលរបស់ច្រើនមុខអញ្ចេះពេកក៏មិនដឹងថាហូបអីបានត្រឹមតែដើរមើលគេក៏សប្បាយដែរបើសម្រាប់ខ្ញុំដើរលេងនេះដើរលេងនិយាយថារឿងដើរលេងគឺដើរលេងតែម្ដងគឺដើរអត់ហូបអីទេម្ដងអូទៅសើខ្លួនឯងខ្លាំងតែម្ដងមានថាអត់លុយអត់កាក់អីទេលុយគឺមានត្រឹមថាយើងមកហូបអីតែតែមិនដឹងគឺថាវាហូបអីដោយសារតែឃើញរបស់ច្រើនអញ្ចេះពេកក៏មើលទៅក៏អានេះក៏ទំនួងអានោះក៏ទំនួងក៏សម្រាប់ចិត្តថាមិនដឹងហូបអីក៏មើលឃើញមីហិលក៏សម្រាប់ចិត្តហូបមីហិលតែម្ដងទៅសម្រាប់កន្លែងលក់នៅទំនប់95យប់នេះកន្លែងណាក៏មនុស្សកន្លែងណាក៏មនុស្សនិយាយរួមទៅគឺមនុស្សច្រើនខ្លាំងមែនទែនឆ្នាំនេះទេដែលមិនសូវមានមនុស្សមករាល់ឆ្នាំមនុស្សច្រើនលើសនេះទៀតប៉ុន្តែឆ្នាំនេះគឺអត់សូវមានទេឃើញប៉ុណ្ណឹងថាមនុស្សច្រើនអត់ច្រើនទេព្រោះឆ្នាំរាល់ដងគឺច្រើនលើសនេះទៀតឆ្នាំនេះអត់បានធ្វើកម្មវិធីអីទេយើងគ្រាន់តែមានអ្នកលក់អ្នកដូរអីធម្មតាមកហូបអីជួបជុំមិត្តភ័ក្តិបងប្អូនអីលក្ខណៈគ្រួសារអញ្ចឹងណាព្រោះយើងអត់ធ្វើកម្មវិធីរំរែកឯណាផឹកស៊ីសបាយគឺអត់ទេណាមួយប្រទេសជាតិយើងចេះផងក៏អត់បានធ្វើកម្មវិធីណាផឹកស៊ីសបាយរំរែកអីទេនេះខ្ញុំមកថ្ងៃនេះគឺមកហូបតែមីហិលមួយចានទេហូបមីហិលមួយចានក៏ដើរមើលគេលេលើក៏ទៅផ្ទះវិញអត់មានបាននៅយូរអត់មានបាននៅធ្វើអីទេមនុស្សច្រើនខ្លាំងពេក